អូខេសួស្តីមិត្តជាងទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើការណែនាំឧបករណ៍ថ្មីមួយនេះរបស់ក្រុមហ៊ុនLandroid អញ្ចឹងឧបករណ៍នេះគឺតបតែចេញមកទេនៅខាងចិនអញ្ចឹងខាងខ្ញុំធ្វើការកម្មង់មកសម្រាប់បងផ្នែក software ផ្នែកគ្រឿង software ដោះ code bypass iCloud អីដែលត្រូវការឧបករណ៍នេះណាអញ្ចឹងនេះខ្ញុំធ្វើការណែនាំពីការប្រើប្រាស់នៅលើទូរស័ព្ទដៃ iPhone នេះ iPhone 12 Pro Max ណាហើយបងខ្លះគាត់សួរថា Windows តើ support ជាមួយនឹងឧបករណ៍មួយនេះអត់ដោយសារគាត់ឃើញខាងចិនគាត់ review ទៅលើ MacBook តែប៉ុណ្ណោះអញ្ចឹងខ្ញុំចង់ប្រាប់ថាឧបករណ៍នេះគឺ support ជាមួយនឹង Windows ដូចគ្នា Windows ក៏ support ដែរសម្រាប់ MacBook ដល់ support ហើយខ្ញុំអត់មាន MacBook តេស្តឲ្យបងមើលទេប៉ុន្តែខ្ញុំមាន Windows ដែលគឺជាទូទៅជាងគាត់ប្រើ Windows ច្រើនជាង MacBook ទៀតណាអញ្ចឹងឥឡូវខ្ញុំធ្វើការតេស្តឲ្យបងមើលអញ្ចឹងនេះទូរស័ព្ទហ្នឹងគឺចុចលេខកូដធម្មតាដូចទូរស័ព្ទទូទៅអញ្ចឹងនៅក្នុងមីនុយទាំងអស់វាមាន3ខាងលើនេះគឺ restart machine ហើយខាងឆ្វេងនេះគឺ recovery mode ខាងស្ដាំ DFU mode DFU mode ហ្នឹងគឺបងដែលធ្វើការ bypass iCloud ហ្នឹងគឺត្រូវការមុខងារនេះមែនតើណាហើយ recovery mode គឺយើងធ្វើការរាយបែកពីកូដបែកហ្នឹងទៅអញ្ចឹងឥឡូវដើម្បីធ្វើការចូល recovery mode យើងចុចមីនុយមួយគឺចុចមកពឹកមកដើម្បីចូល recovery mode អញ្ចឹងពេលដែលចូល recovery mode ឡើងបតុង load ពណ៌ក្រហមនេះចុច hold វាពេលដែល hold ហើយបតុងខាងលើនេះ load ពណ៌បៃតងមានថាវាចូលបានណាយើងចុច hold បន្តិចមកអូខេចូលហើយអូខេអញ្ចឹងវាទូរស័ព្ទហ្នឹងចូល recovery mode ហើយអូខេចូលអូខេចូល recovery mode ឥឡូវយើងអាចធ្វើការផ្លាស់ប្ដូរពី recovery mode ចូល DFU mode ដែលបតុងខាងស្ដាំអញ្ចឹងធ្វើការចុចមកពឹកមកដើម្បីចូល DFU mode អញ្ចឹងចុច hold វាជាប់បន្តិចមកខាងលើ load ពណ៌បៃតងយើងបលែងដៃអញ្ចឹងចូល DFU mode អញ្ចឹងបងធ្វើការ bypass iCloud គឺអែមមែនតើគឺមានឧបករណ៍នេះមានន័យថាងាយស្រួលក្នុងការចូលហើយយើងចង់ restart machine យើងចូលបតុងខាងលើនេះមកអូខេចុច hold បន្តិចមកអូខេនេះ restart machine ណាចូលកម្មវិធីទូរស័ព្ទយើងធម្មតាវិញអញ្ចឹងសម្រាប់បងដែលមានតម្រូវការឧបករណ៍នេះគឺអាចតាក់ទងជាមួយខ្ញុំបានណា Dali លក់គ្រឿងផ្លាស់ទូរស័ព្ទហើយចំពោះលេខទូរស័ព្ទខ្ញុំ0 9 56 56 25ដូចក្នុងกระดาษនេះណាអាចតាក់ទងជាមួយ Telegram ក៏បានក៏ Facebook ក៏បានដែរ Facebook ខ្ញុំមាន Dali លក់គ្រឿងផ្លាស់ឬមួយក៏ Dali សុកណាអរគុណច្រើនសម្រាប់បងត្រូវការឧបករណ៍នេះអាចតាក់ទងជាមួយខ្ញុំបាន